បុណ្យចូលឆ្នាំថ្មីគឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ប្រជាជនកម្ពុជាដែលមានតាំងពីយូរលង់ណាស់មកហើយដែលប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែមេសារៀងរាល់ឆ្នាំពេលវេលាប្រកបដោយបរិយាកាសដ៏រីករាយនេះមន្ត្រីរាជការបុគ្គលិកក្រុមហ៊ុនឯកជនត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារសម្រាប់ការជួបជុំក្រុមគ្រួសារការធ្វើបុណ្យទានការលេងល្បែងប្រជាប្រិយនិងការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569នេះលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានរៀបចំឲ្យមានកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅមាត់ស្ទឹងបៃលិនចាប់ពីចំណុចស្ពានតារៀបរហូតដល់ស្ពានសន្តិភាពក្នុងសង្កាត់ទូលវាក្រុងបៃលិនខេត្តបៃលិនសម្រាប់បង្កការសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបៃលិនបច្ចុប្បន្ននេះរដ្ឋបាលខេត្តបៃលិនបានបង្កើតជាគណៈកម្មការអនុគណៈកម្មការដែលមានមន្ត្រីអង្គភាពជំនាញជុំវិញខេត្តអាជ្ញាធរមូលដ្ឋានយុវជនសសយកជាសមាជិកកំពុងសស្រាក់សស្រាំក្នុងការតុបតែងលម្អតាមសួនសាធារណៈតាមដងផ្លូវតាមរមណីយដ្ឋានទេសចរនានាការរៀបចំភ្លើងពណ៌ក៏ដូចជាការរៀបចំដីរៀបចំទីតាំងនិងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់សង្ក្រាន្តឆ្នាំថ្មីខេត្តបៃលិនរដ្ឋបាលគ្រប់ថ្នាក់មន្ត្រីរាជការយុវជនសសយកនិងអ្នកពាក់ព័ន្ធទាំងអស់កំពុងមមាញឹកយ៉ាងខ្លាំងធ្វើយ៉ាងណាឲ្យគ្រប់ផ្នែកបញ្ចប់ការងាររបស់ខ្លួនមុនកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះសង្ក្រាន្តឆ្នាំថ្មីខេត្តបៃលិននៅក្នុងឆ្នាំនេះលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានរៀបចំឲ្យមានទីតាំងសម្រាប់ងូតទឹកលេងកម្សាន្តទីកន្លែងសម្រាប់លេងល្បែងប្រជាប្រិយខ្មែរទីកន្លែងសម្រាប់ការសម្ដែងរបាំប្រពៃណីជាតិខ្មែរការប្រគំតន្ត្រីខ្នាតធំការរៀបចំឲ្យមានស្តង់ពិព័រណ៍ផលិតផលនានាជាដើមសម្រាប់ទទួលអបអរសាទរនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបង្កការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ប្រជាពលរដ្ឋមានការរីករាយយ៉ាងខ្លាំងចំពោះការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅក្នុងខេត្តបៃលិននិងបានត្រៀមលក្ខណៈសម្រាប់ការចូលរួមក្នុងការលេងកម្សាន្តក្នុងឱកាសដ៏អធិកអធមនេះខ្ញុំជាប្រជាពលរដ្ឋបាទរស់នៅភូមិអូដប្រាងសង្កាត់បៃលិនក្រុងបៃលិនខេត្ត